លំហាត់ដាក់កន្សោមជាផលគុណកតាសម្រាប់ថ្នាក់ទី9ទី10 B ស្មើនឹង x ដក y កតានឹង x ដក y បូក 5 កន្លែងនេះមានបូក 6 កន្ទុយទៀតដូច្នេះដើម្បីងាយស្រួលយើងឃើញកន្លែងនេះ x ដក y ហ្នឹងដូចគ្នាយើងអាចតាំងវាជា t ទៅណាចឹងកន្សោមរបស់យើងវាកន្សោមនេះបានទៅជា t កតានឹងប៉ុណ្នេះ t បូក 5 បូក 6 បានន័យថាយើងបាន t ហ្នឹងតាំង t ស្មើនឹង x ដក y តមកទៀតយើងគុណវាពលាតសិនមក t គុណនឹង t បាន t ការ៉េ t គុណនឹង 5 បាន 5t បូក 6 ករណីនេះយើងត្រូវតែបំបែកតួកដាលរបៀបបំបែកតួកដាលយើងមើលមេគុណ t ការ៉េនេះគឺ1កដាលនេះគឺ5ចុងនេះគឺ6យើងយក1និង6នេះគុណចូលគ្នា1 6ដងគឺ6បន្តមកទៀតយើងបំបែក6នឹងជាផលគុណ6អាចបំបែកជា2គុណនឹង3ឬក៏ដក2គុណនឹងដក3ក៏បានដែរហើយក៏អាច1គុណ6ក៏បានណាឬក៏ដក1គុណនឹងដក6ក៏បានដែរប៉ុន្តែយើងមើលគូណាដែលបូកចូលគ្នាទៅស្មើនឹង5នេះគឺមានន័យថាយក2និង3នេះបើ2បូក3គឺវាស្មើនឹង5ហើយអញ្ចឹងអាតួកដាលដែលស្មើនឹង 5t នេះយើងបំបែកវាជាបូក 2t បូក 3t ហើយបូក 6ចាប់វាពី2ដែលនៅជិតគ្នា t ការ៉េនិង t នេះយើងចាប់បាន t ចឹងខាងមុខសល់ t ខាងក្រោយសល់មេគុណ2 3ហើយនឹង6យើងចាប់បាន3សល់ t អានេះសល់មេគុណ2ចាប់ t បូក2ទៀតទៅចឹងយើងបាន t បូក2នៅសល់ t បូក3មួយកតាទៀតពេលដែលយើងដាក់ជាផលគុណកតាបានរួចរាល់ហើយយើងត្រូវចំនួនតម្លៃ t ដែលស្មើនឹង x ដក y នឹងមកវិញចឹង t នេះគឺ x ដក y បូក2 t នេះគឺ x ដក y នេះបូក3អញ្ចឹងចម្លើយជាផលគុណកតាយើងបានប៉ុណ្ណឹង